បងមកស្គាល់បន្លែនេះហ៎ចាខ្ញុំពីមុនខ្ញុំអត់ដែរស្គាល់ហើយណាតែបានហូបឆ្ងាញ់មែនតែនចាអូនេះខ្ញុំកាត់ចេញតិចសិននេះអាក្បាលវិញនេះកាត់ចោលណាចាអឺពេលអ៊ីគាត់ឆាគាត់ឲ្យញ៉ាំតែឆ្នាំនេះគាត់អត់ឲ្យអាចិននេះគាត់ឲ្យឆៅយកមកឆាខ្លួនឯងក៏ហៅថានឹងបន្លែពាំងទិញនៅអូស័យមើលទៅបងគាត់ថាដូចជាស្រៀងឆៃពៅក្រៀមតិចអីតិចស្ដាយគួរអីតិចចឹងតែរសជាតិវាឈប់ឆ្ងាញ់ខ្លាំងមែនតែនហ្មងចានឹងតែនៅអូស័យមានន័យហៅថាបន្លែវាំងចាខ្ញុំកាត់អាខ្លះរៀងវែងដែរចឹងខ្ញុំចូលចិត្តពេលវែងចឹងវាឆ្ងាញ់តែរៀងវែងជ្រុលខ្ញុំកាត់ជាពេលយកចាឆ្ងាញ់មែនតែនហ្មងឈប់ហើយបន្លែនឹងថ្លៃណាអ៊ីគាត់ថាមានវាពេលខ្លះ70000ពេលខ្លះទៅធំជាងនឹង100000ឯពី100000 70000អីចឹងក៏មានដែរចាគាត់ថាឆ្នាំនេះគាត់ទិញទៅសាយបានរៀងទូចេះឆ្នាំមុនណាឆ្នាំខ្លះបានមកធំហើយញ៉ាំទៅឈប់ឆ្ងាញ់មែនតែនខ្ញុំឆាមួយសាច់មាន់ហើយគ្រឿងក្នុងហើយអីថាអ្នកខ្លះគេដាក់នេះទៀតគេដាក់សិតប៉ៅហឺដាក់អីទៀតចឹងណាចាតែខ្ញុំអត់ទេចាដាក់គ្រឿងក្នុងមាន់ហើយជាមួយនឹងសាច់មាន់ហើយលាយជាមួយនឹងផ្សិតក្រៀមហើយការ៉ុតឆ្ងាញ់ណា